វាសនាអ្នក marketing កំណត់ទៅលើអីវីដេអូនេះសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមការងារជាអ្នក marketing ឬក៏បងប្អូនដែលកំពុងតែធ្វើការនៅក្នុង marketing ហើយក៏ដូចគ្នាដែរខ្ញុំនឹងចែករំលែកចំណុចមួយចំនួនតាក់ទងថាតើវាសនារបស់យើងនេះស្រួលឬក៏មិនស្រួលវាអាស្រ័យទៅលើអីក្នុងនាមយើងជាអ្នក marketing នេះបាទអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ស្គាល់ខ្ញុំឈ្មោះបណ្ឌិតខ្ញុំជាអ្នកប្រឹក្សានិងបណ្ដុះបណ្ដាលផ្នែកទីផ្សារ6ឆ្នាំកន្លងមកនេះខ្ញុំបង្រៀនសិស្សបានជាង1000អ្នកដែរហើយអញ្ចឹងចូលមកប្រធានបទរបស់យើងវិញតើវាសនាអ្នក marketing នេះកំណត់ទៅលើអីខ្ញុំលើកចំណុចនេះឡើងដោយសារខ្ញុំខ្លួនឯងផ្ទាល់បានធ្វើការនៅក្នុងវិស័យ marketing នេះបើគិតទៅប្រហែលជាចូល10ឆ្នាំអីដែរហើយខ្ញុំបានឆ្លងកាត់ក្រុមហ៊ុនច្រើនបាទច្រើនទម្រង់មានទូចមានកណ្ដាលមានធំហើយក៏សិតនៅក្នុងវិស័យផ្សេងៗទៀតដែរបាទក៏ប៉ុន្តែខ្ញុំបានសង្កេតឃើញថាវាសនារបស់ខ្ញុំនេះឆ្លងកាត់ក្រុមហ៊ុនទាំងអស់ហ្នឹងរយៈពេល10ឆ្នាំនេះមកវាមានពេលឡើងវាមានពេលចុះវាមានពេលស្រួលវាមានពេលពិបាកវាអត់អាស្រ័យទៅលើវិស័យអីឬក៏ក្រុមហ៊ុនទំហំទូចឬក៏ធំអីទេអ្វីដែលសំខាន់វាសនារបស់យើងជាអ្នក marketing ហ្នឹងគឺកំណត់ទៅលើផលិតផលឬក៏សេវាកម្មនៅក្រុមហ៊ុនដែលយើងធ្វើការជាមួយនឹងឯងអញ្ចឹងណាបាទចូលសួរថាយ៉ាងម៉េចទៅបាទហេតុអីបានផលិតផលឬក៏សេវាកម្មរបស់ក្រុមហ៊ុនដែលយើងជ្រើសរើសទៅធ្វើការនេះវាកំណត់វាសនារបស់យើងបាទព្រោះមានក្រុមហ៊ុនខ្លះបាទផលិតផលឬក៏សេវាកម្មរបស់គាត់នេះគឺពិបាកក្នុងការធ្វើទីផ្សារបាទពិបាកក្នុងការធ្វើទីផ្សារក្រុមហ៊ុនខ្លះគឺពិបាកខ្លាំងហ្មងបាទអញ្ចឹងអ្វីដែលយើងត្រូវ effort ក្នុងការផ្សព្វផ្សាយផលិតផលហ្នឹងទៅបាទ introduce ផលិតផលហ្នឹងទៅទីផ្សារគឺវាប្រកាសជាមានភាព challenge ខ្លាំងបាទហើយក៏មានក្រុមហ៊ុនខ្លះក៏ផលិតផលគាត់ងាយស្រួលក្នុងការយើងណែនាំទៅទីផ្សារបាទ introduce ទៅទីផ្សារដែរអាហ្នឹងក៏ក្នុងនាមវាសនាយើងជាអ្នក marketing ហ្នឹងក៏វាស្រួលទៅតាមហ្នឹងបាទអញ្ចឹងអ្វីដែលវារឹតតែធ្ងន់ធ្ងរទៀតវាមិនមែនថាក្រុមហ៊ុនហ្នឹងផលិតផលគាត់ត្រឹមតែថាពិបាកក្នុងការធ្វើ marketing ទេណាអ្វីដែលសំខាន់នោះគឺបញ្ហាហ្មងគឺនៅពេលដែលយើងទៅធ្វើការនៅស្ថាប័នមួយដែលផលិតផលឬក៏សេវាកម្មរបស់គាត់ហ្នឹងគឺវាអត់ទាន់ត្រូវជាមួយទីផ្សារបាទវាអត់ទាន់ត្រូវជាមួយទីផ្សារអញ្ចឹងទោះបីជាយើងបកកែ marketing ប៉ុណ្ណាក៏ដោយពេលដែលយើងចូលទៅយើងខំធ្វើយ៉ាងណាក៏ដោយវាអាចនឹងជួយបានមួយរយៈក្រោយមកក៏វាស្ងាត់ទៅវិញពេលដែលយើងខំទៀតអូខេវាអាចនឹងឡើងមកទៀតពេលដែលយើងធូរដៃក៏វាស្ងាត់ទៅទៀតតែពេលខំយូរទៅទោះបីជាខំក៏លេងបានដែរអញ្ចឹងវាអាចមានដល់កម្រិតហ្នឹងណាបាទហើយបើយើងខំទៅមកអូខេអាហ្នឹងចាត់ទុកថាយើងល្អយើងបកកែណាតែពេលខ្លះទៀតទោះបីជាខំហើយក៏អត់មកទៀតដោយសារតែផលិតផលហ្នឹងហើយឬក៏សេវាកម្មហ្នឹងគឺវាអត់ទាន់ត្រូវជាមួយទីផ្សារមកបាទអញ្ចឹងបាទហើយក៏យើងមិនបន្ទោសទៅលើតែក្រុមហ៊ុនទេឬក៏ផលិតផលសេវាកម្មរបស់គេទេវាក៏អាស្រ័យទៅលើយើងជាអ្នក marketing ខ្លួនឯងដែរតើយើងធ្វើនឹងអស់ផលិតភាពនៅយើងធ្វើនឹងចំកន្លែងនៅយើងធ្វើនឹងត្រូវនៅបាទអញ្ចឹងក៏វាអាស្រ័យលើចំណុចទាំងអស់ហ្នឹងដែរគាត់ថាខ្ញុំនិយាយជារួមបាទជាទូទៅណានៅពេលដែលផលិតផលឬក៏សេវាកម្មណាមួយដែលទៀតត្រូវជាមួយទីផ្សារបាទដែលមានតម្រូវការហើយពេលដែលយើងធ្វើ marketing ទៅទោះបីជាល្មមមិនដែរក៏មានអ្នកគេត្រូវការដែរក៏អាចជួយក្រុមហ៊ុនឲ្យអាចមានចំណូលបានដែរហើយវាងាយស្រួលទៀតព្រោះថាបើពេលដែលផលិតផលឬសេវាកម្មហ្នឹងត្រូវគឺភ្ញៀវហ្នឹងគឺនឹង repeat មកបន្តទៀតអញ្ចឹងទៅអញ្ចឹងក្នុងនាមយើងជាអ្នកទីផ្សារទៅធ្វើការនៅក្រុមហ៊ុនដែលមានផលិតផលឬក៏សេវាកម្មរបៀបហ្នឹងក៏វាងាយដែរចង់និយាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងចង់ថាវាមិនមែនថាតែយើងនឹងត្រូវរហូតទេចង់និយាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្រុមហ៊ុនក៏គេអាចមានផលិតផលដែលល្អផលិតផលដែលពេលខ្លះក៏មិនសូវត្រូវឬក៏មិនត្រូវជាមួយទីផ្សារតែម្ដងក៏អាចមានអញ្ចឹងដែរបាទហើយអញ្ចឹងយើងជាអ្នកទីផ្សារហ្នឹងក៏យើងត្រូវដឹងចំណុចទាំងអស់ហ្នឹងដែរចង់និយាយអញ្ចឹងណាហ្នឹងហើយហើយយើងក៏ត្រូវខំឲ្យអស់ផលិតភាពដូចគ្នាបាទហើយវាមានក្រុមហ៊ុនខ្លះផលិតផលឬក៏សេវាកម្មរបស់គាត់ហ្នឹងគឺយើងក្នុងនាមជាបុគ្គលិកផ្នែក marketing ហ្នឹងពេលដែលយើងចូលទៅក៏យើងអាចផ្ដល់យោបល់ទៅគាត់បានយើងអាចថាយើងអាចបន្ថែមបន្ថយ function ខ្លះយើងអាចចែកកុនតិចតួចឬក៏យើងអាច propose សម្រាប់ segment market អតិថិជនគោលដៅណាថ្មីដែលក្រុមហ៊ុនគាត់អត់ទាន់គិតអីចឹងណាអញ្ចឹងយើងក្រុមហ៊ុនខ្លះពេលដែលយើង propose ទៅគាត់អាចទទួលយកហើយអញ្ចឹងពេលដែលយើងធ្វើទៅវាអាចត្រូវអីចឹងទៅក៏វាអាចប្រសើរឡើងអីចឹងទៅវាសនារបស់យើងណាហ្នឹងហើយ
ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះគឺគាត់ពិបាកក្នុងការកែពេលខ្លះគាត់ចង់កែក៏គាត់កែអត់កើតដែរព្រោះផលិតផលឬសេវាកម្មរបស់គាត់ហ្នឹងគឺយកមកមិនគឺអញ្ចឹងណាអញ្ចឹងគាត់គឺពិបាកក្នុងការកែហ្មងពេលខ្លះទៀតកែបានតែ owner របស់គាត់ហ្នឹងគឺគាត់អត់ចង់កែគាត់អត់ចង់កែហ្នឹងហើយអញ្ចឹងវាសនារបស់យើងក៏តាមនឹងដែរណាក៏តាមនឹងដែរបាទអញ្ចឹងអឺចង់ថាវាសនារបស់អ្នក marketing គ្នាយើងគឺអញ្ចឹងឯងមានតែអាស្រ័យទៅលើក្រុមហ៊ុនដែលយើងជ្រើសរើសទៅធ្វើការជាមួយនឹងថាតើផលិតផលឬក៏សេវាកម្មរបស់គាត់នឹងត្រូវជាមួយទីផ្សារឬអត់អញ្ចឹងណាបាទអញ្ចឹងជាចុងក្រោយនេះបើសិនជាបងប្អូនមានមតិយោបល់ឬក៏សំណួរផ្សេងៗបងប្អូនអាច comment នៅក្នុងវីដេអូមួយនេះខ្ញុំនឹងព្យាយាមឆ្លើយឲ្យអស់ពីលទ្ធទៀតហើយបើសិនជាចង់មើលវីដេអូផ្សេងៗទៀតក៏បងប្អូនអាចចូលទៅមើលនៅក្នុង page ឬក៏ channel របស់យើងដែរដែលយើងមានចែករំលែកចំណេះដឹងទៅលើប្រធានបទផ្សេងៗនៅក្នុង marketing ណាសម្រាប់អ្នកដែលចង់ចាប់ផ្ដើមឬក៏កំពុងធ្វើការក្នុង marketing តែម្ដងណាវិស័យទីផ្សារនេះហើយបើសិនជាគិតថាវីដេអូនេះល្អអញ្ចឹងបងប្អូនអាចចែករំលែកវីដេអូនេះទៅដើម្បីឲ្យអ្នកផ្សេងទៀតគាត់បានមើលដែរហើយយើងក៏ស្រួលចូលមករកមើលវីដេអូនេះខ្លួនឯងដែរណាបាទហើយបើសិនជាបងប្អូនចង់រៀនបណ្ដោយបាទចង់ចេះលម្អិតទៅលើ marketing ហ្នឹងហ្មងបាទអញ្ចឹងបងប្អូនក៏អាចចូលវគ្គសិក្សា marketing នេះនៅខាងយើងផងដែរដើម្បីយើងត្រៀមខ្លួនចាប់ផ្ដើមការងារនៅក្នុងវិស័យ marketing ឬក៏យើងកំពុងតែធ្វើការតែយើងចង់បង្រឹងគ្រឹះបន្ថែមបាទក្នុងនាមជាអ្នក marketing ម្នាក់បាទអញ្ចឹងក៏អាចចូលរួមវគ្គសិក្សាជាមួយយើងបានផងដែរបាទអញ្ចឹងបើចាប់អារម្មណ៍អាចឆាតទៅ page ដាក់ថា MKT 002បាទ MKT 002បន្ទាប់មកក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនទាក់ទងជាមួយនឹងវគ្គសិក្សារបស់យើងបាទអញ្ចឹងខ្ញុំសូមអរគុណសង្ឃឹមជួបគ្នានៅវីដេអូក្រោយ